ក្រន់តែបើក្បាលវីដេអូភ្លាមឃើញថាមានស្ពានមានអីនេះនៅណាអញ្ចេះចាមិនឆ្ងាយប្រហែលទេគឺថានៅសំណង់យើងនឹងឯងមែនចិត្តទេណារៀងឆ្ងាយគួរសមដែរដំណើរដើមតងពីដំបូងហ្នឹងគឺថាខ្ញុំហ្នឹងអត់មានបំណងទៅទេតែចុងឆ្នាំហើយខ្ញុំមិនដែលបានដើរលេងទេចង់ថាមិនដែលបានមានកម្រងអីទៅណាជុំគ្នាជាមួយចាយអញ្ចឹងណាចឹងហើយក៏នាំគ្នារៀបចំឡើងឡានចាយទៅតែម្ដងតែបានមកដល់ភ្លាមគឺថាចាប់ផ្ដើមញាប់ដៃញាប់ជើងនាំគ្នាមកតថ្លៃខ្យងខ្ចៅគេអញ្ចឹងណាជាពីថាតល្បាច់ពពុះមាត់ស្គល់ចង់ក្រៅកញ្ចុះបងប្រព័ន្ធឯគុតបាន1000គ្រាន់ដែរប្រសើរជាងអត់ហើយនិយាយពីថាលក់វិញមិនមែនលក់តែខ្ចៅខ្យងលីសអីទេណាគឺថាមានច្រើនមុខទៀតមានតាំងពីត្រីក្រងគោមផ្អៅហើយរបស់អីផ្សេងទៀតដែលមានលក់នៅហ្នឹងហើយសិតតែធម្មជាតិទៀតតទៅបានតែខ្យងហើយអីហើយគឺថាធ្វើដំណើរទៅកន្លែងហូបអីនិយាយទៅលហន់ពេកអត់មានបានតន់ហូបបាយអីទេម្នាក់អោឈរមើលទឹកមកសតុះឡើងចង់វិលមកហ្មងហើយខ្ញុំទៅថ្ងៃហ្នឹងគឺថារលឹមផងភ្លៀងផងមិនធម្មតាបើនិយាយពីផ្លូវវិញរៀងបែកផុកបន្តិចទេហើយដីក្រហមទៀតប៉ុន្តែมันជាអ្វីទេដោយសារតែខ្ជិលខ្លាចខកពាក្យខកសម្ដីណាត់គ្នាម្ដងហើយកំថាមិនឲ្យជុំគ្នាហើយបើនិយាយពីកន្លែងហូបអីវិញគឺគេធ្វើនៅលើទឹកអីចឹងណាហើយក៏គេមានធុងសម្រាមសម្រាប់ដាក់សម្រាមគេឲ្យចោលផ្ដេសផ្ដាយទេគាត់ថាបើសិនជាกระดาษអីធ្លាក់ទៅដីវាអាចរលាយចូលទឹកចូលអីអស់ទាំងទៅហើយមុខម្ហូបដែលពួកខ្ញុំកំងមុនគេហ្នឹងគឺថាបុកក្តាមបុកល្ហុងអីនឹងឯងនិយាយរួមទៅអារបស់អស់ហ្នឹងមិនថាតែខ្ញុំចូលចិត្តទេបើតែចាយក៏គាត់ចូលចិត្តដែរហើយនៅមុខម្ហូបផ្សេងទៀតដូចជាកពឹសខ្យងអីនឹងឯងនិយាយរួមទៅពីផ្ទះហ្នឹងក៏បំណងហូបខ្យងហូបកពឹសដដែលទេគាត់ថាយើងចង់បដូររសជាតិទៅកន្លែងផ្សេងណាហើយអីដែលពិសេសគឺថាពួកខ្ញុំបានដួសបាយទៅពីផ្ទះមួយឆ្នាំងធំតែម្ដងហើយហូបហើយអីហើយគឺថាពួកខ្ញុំធ្វើការមកវិញហើយតែសំថតរុកសិនរវល់តែ selfie និយាយពីថាចាយគាត់ដាក់ទៅទិញកពឹសអត់ហើយនិយាយពីកពឹសគេស្រស់មែនតើគឺលើកពីទឹកគេយកមកឲ្យយើងតែម្ដងហើយស្ពានដែលខ្ញុំកំពុងតែឈរថតហ្នឹងគេហៅថាស្ពាន30កញ្ញាហើយនៅខាងក្រោមហ្នឹងគឺជាកន្លែងពហិទឹករបស់គេប៉ុន្តែចាថាពេលខ្ញុំទៅហ្នឹងគឺអត់មានទឹកឡើងច្រើនទេអញ្ចឹងហើយអត់មានទឹកហូរក្រោមស្ពានហ្នឹងទេបើសិនបើមានភ្លៀងច្រើនឬក៏នៅពេលដល់រដូវភ្ជុំទឹកច្រើនណាគឺថាមានទឹកហូរក្រោមស្ពានហ្នឹងស្អាតមែនតើហើយមនុស្សម្នាទៅលេងនៅហ្នឹងច្រើនណាមានទាំងឡានមានទាំងម៉ូតូរកតែកន្លែងចតកន្លែងចូលអង្គុយញ៉ាំអីសឹងថាមិនចង់បានមើលទៅទឹកមុខដូចសបាយអឥឡូវនេះដល់វគ្គក្តឹកក្តួលកាលពីមកហ្នឹងគឺថាខ្ញុំជិះនៅខាងក្រោយឥឡូវនេះដូរគ្នាមកជិះខាងមុខអូយអ្នកអើយនិយាយពីអ្នកប៉ូឡានយកអារម្មណ៍នឹងអត់ឈឺក្បាលវិលមុខថេនថតណាលោកអើយហើយផ្លូវហ្នឹងមិនសូវអាលាក់ទេហើយអ្នកបើកហ្នឹងក៏មិនមែនអ្នកជប់ឆាក់អីដែរប៉ុន្តែមកពីយើងទៅមងហ្នឹងហើយនិយាយពីថាទេសភាពនៅតាមដងផ្លូវគឺស្អាតមែនតើជីស្រាប់តែអ្នកបើកថាឡាននៅពីមុខចំណែកខ្ញុំនេះមាត់ផ្អែមអស់លេងព្រោះអីអ្នកកាន់ចកោតស្រែកថាហើយហ្នឹងហើយឡានដូចជានៅឆ្ងាយដែរដល់តែអ្នកកាន់ចកោតស្រែកអញ្ចឹងហើយភ័យបន្តិចដែរប៉ុន្តែគាត់ថាអរេទុកចិត្តលើគាត់អញ្ចឹងណា